khèo na cái hiên mà cặp cao si dương tê miแต่ អ្នកស្គាល់ អ្នកហប់អាននឹងឯងហ៊ានស៊ីលើកក្បាលយើងខ្ញុំហ៎បងទិញអាវ៉ាន់គេកោតែ500ខ្ញុំនៅដេកឈឺចិត្តណាចោះតម្រាំមួយឯងរាប់ម៉ឺនអូយតែឥឡូវលុយពិបាករកផងខ្ញុំមកខ្លាចហើយអាគ្នាឯងនេះនេះរាប់អានគ្នាមនុស្សទុកចិត្តគ្នាឯងស៊ីពីលើអញមួយសើងជាពីរហើយកុំមកនិយាយធ្វើអត់ដឹងរឿងឯងធ្វើឃ្លាំងឲ្យអញស៊ីពីលើក្បាលអញហ្នឹងឯងកុំគិតថាអញមិនដឹងឥឡូវមិនបានមួយថ្មីកំពុងក្រៀបផែនការស៊ីមួយថ្មីដូចអញដែរមែនការសម្ដែងរបស់ហើយល្អមើលទៅនៅមុខវាំងននទេពេលវាំងននការពិតបើកចេញមកនេះគឺវាលេងល្អមើលហើយដែកទីផ្សារ ISI ដែកដែលកម្ពុជាទុកចិត្តចិត្តអញហ្មងអញចង់ធ្វើឃ្លាំងឲ្យពេញដីនឹងហើយទំហំអញចង់បាននឹង30x50ហើយធ្វើកើតអត់មាននឹងអីធ្វើមិនកានេះមើលគំរូផាន់គេអូយអញចូលចិត្តសាមញ្ញអញ្ចឹងនេះមិនបាច់ចង់ថែមអីទេតែដែលអញចង់បាននឹងមាំហើយកុំឲ្យលិចទឹកព្រោះឲ្យដឹងស្រាប់ហើយថៃវ៉ាន់អញសិលរបស់ស្ងួតបើសិនលិចទឹកសើមឲ្យវ៉ាន់អញខ្ទេចគឺអញចូលដើរហ្មងចេះបើថាយើងចង់បានឃ្លាំងមាំយើងប្រើដែកប្រើស័ង្កសីដែលល្អទៅវត្ថុធាតុដើមផងយើងល្អឃ្លាំងយើងក៏ល្អតាមនឹងដែរបើថាមិនបានស្នាឯងចាំតែមើលគ្រឿងដែកគ្រឿងអីអស់នឹងជាមួយខ្ញុំហ្មងទៅអញ្ចឹងចាំមើលថ្ងៃណាតនេះតែមើលទីអញ្ចឹងមានសួងចាជំរាបសួរបងអញ្ចឹងមានកាយដែរបងខ្ញុំចង់ធ្វើឃ្លាំងចាបងអញ្ចឹងបងចាំជួបជាមួយខាងសេលហ្មងណាបងដែរបើបងចង់សាងសង់ឃ្លាំងបងមើលជាមួយនឹងដែកទីផ្សារ ASI នេះហ្មងទៅបងចុះដែកហ្នឹងគុណភាពមិនវិញអូនដែកទីផ្សារ ASI នេះបងទៅតែប្រកាន់សារធាតុស័ង្កសីក្រាស់ជាងមុនរហូតដល់ 50% មានស្រទាប់ការពារពិសេសដែលអាចប្រឆាំងនឹងច្រេះស្នឹមនិងផ្កាអំបិលបានយ៉ាងមានប្រសិទ្ធភាពមិនថាសង់ឃ្លាំងតូចឬក៏ឃ្លាំងធំទេរឿងភាពធន់និងអាយុកាលប្រើប្រាស់គឺអាចទុកចិត្តបានហ្មងអ្វីដែលពិសេសដែកនេះគឺផលិតផលក្នុងស្រុកស្តង់ដារអន្តរជាតិASI Steel មានរោងចក្រកែច្នៃវត្ថុធាតុដើមដុំរលោដៃសដំបូងគេនឹងតែមួយគត់នៅកម្ពុជាតាំងពីឆ្នាំ2022ចុះតបោសាងសីអូននេះបងសាំងអាស័យ ASI ភ្លីកឹប908ត្រូវហ្មងសម្រាប់ឃ្លាំងមកឯងហ្នឹងអាហ្នឹងគេភ្ជាប់សន្លឹកសាំងអាស័យដោយប្រើជើងឃ្លីបជំនួសការបាញ់វីការពារការលិចទឹកបានល្អហើយកាត់បន្ថយហានិភ័យការច្រេះទៀតបងប្រើសាំងអាស័យនេះហ្មងទៅល្អព្រោះអីគេអាចដឹកម៉ាស៊ីនមកកិនភ្លីសាំងអាស័យឲ្យបងដល់មកឃ្លាំងផ្ទាល់ហ្មងតឡើងក៏លឿនហើយជួយកាត់បន្ថយលុយថ្លៃដឹកជញ្ជូនបងបានច្រើនទៀតសំខាន់ណាស់គេធានារឿងច្រេះធ្លុះរហូតដល់20ឆ្នាំដែកទីផ្សារ ASI និងសាំងអាស័យ ASI ភ្លីកឹប908ជាជម្រើសដ៏ល្អបំផុតសម្រាប់ការសាងសង់ដែលបងប្អូនទុកចិត្តបានមិនស្នាតែពេលស្ដាប់គាត់រៀបរាប់ហ្នឹងមិនដែរដល់ពេលបានមកមើលផ្ទាល់យើងដឹងពីគុណភាពអញ្ចឹងរៀងធូរចិត្តឥឡូវសម្រាប់យកតាមគម្រោងនឹងហ្មងអញ្ចឹងអញ្ចឹងមិនអីទេអញ្ចឹងកំងគាត់រៀបចំហ្មងទៅចិត្តលឺថាមកឯងធ្វើឃ្លាំងហ៎មិនយាយហើយនៅហើយឡើងស្អាតទៅបងដាក់អីវ៉ាន់ចូលបដាតើយ៉ាងហើយធ្វើអស់មែនមិនធ្វើអស់ច្រើនមែនហើយបងមុនធ្វើអត់មានជ្រេតម្លៃជាអីសិនទេអីឃ្លាំងបងខ្ញុំធ្វើធំជាងរបស់បងឯងនឹងអត់ព្រមសួរខ្ញុំហើយពីណាគេធ្វើឲ្យអីក៏កោសបាម៉េះឈប់កុំប្រាប់ថាអ្នកស្គាល់គ្នាធ្វើឲ្យហ្នឹងហើយថាមែនគ្មានអ្នកក្រៅណាគេហ៊ានមកកាប់កោស៊ីយើងទេមានតែអ្នកស្គាល់អ្នករាប់អាននឹងឯងហ៊ានស៊ីពីលើក្បាលយើងខ្ញុំបងទិញអាវ៉ាន់គេកោតែ500ខ្ញុំនៅដេកឈឺចិត្តណាចោះតម្រាំមួយឯងរាប់ម៉ឺនអូយតែឥឡូវលុយពិបាករកផងខ្ញុំមកខ្លាចហើយអាគ្នាឯងនេះបងអត់ច្បាស់តែគាត់ស៊ីឯងមិនស៊ីទេអូនណាព្រោះមនុស្សរាប់អានគ្នាទុកចិត្តគ្នាបានបងបដ ாய் គាត់ធ្វើនឹងផងអត់ទៀតហើយបងឯងប៉ុណ្ណឹងហាក់ចេះគិតទៀតឃ្លាំងគេប៉ុណ្ណាគេធ្វើថោកជាងផងសំដៀតិចចាស់ស្មាតោកំខឹងខ្ញុំឃើញមកឯងរត់រស៊ីលក់ដូរឆ្លាតដែរហើយមិនលើកនឹងឲ្យគេកោពីលើក្បាលបានអញ្ចឹងវាគ្មានអ្នកក្រៅណាបោកយើងដូចអ្នកស្និទ្ធនឹងទេលើហើយអានេះហាក់ដូចយកចំណេញជ្រុលហើយមិនបានកាប់ស៊ីគ្នាដល់ថ្នាក់ហ្នឹងអត់មានអាណិតគ្នាខ្លះទេអីបើមិនកោគ្នាឯងអ្នកស្គាល់តកោអ្នកណាបងឯងចាំមើលបើខ្ញុំថាខុសតិចទៀតដឹងអាដូឡានទិញដីទិញផ្ទះណាណីទៀតឡូវហើយនេះហើយធាតុពិតមនុស្សអត់នឹកស្មានថានេះឈាមត្រជាក់ចឹងសោះឆ្អែតច្បាំងភ្នែកចាយពាក្យថាស្គាល់គ្នា
បងគិតថាប្រើបកគោលតូចចំណេញប៉ុន្តែកន្លែងនេះបងប្រើអស់4បកគោលបើសិនជាបងប្រើបកគោលធំវិញអស់តែ2ទេហើយកន្លែងនេះ ហើយចាំជូនបងទៅមើលដែកហើយស៊ីពីលើក្បាលបងហ្មងហើយមិនប្រាប់គាត់តែចឹងដែរទៅប្រាប់គាត់ឲ្យអស់ហើយគាត់ពីណាគេវិញ ស្នាឯងនិយាយអីភ្លាវអញ្ចឹង ហើយកុំមកនិយាយធ្វើអត់ដឹងរឿងឯងធ្វើឃ្លាំងឲ្យអញស៊ីពីលើក្បាលអញហ្នឹងឯងកុំគិតថាអញមិនដឹងឥឡូវមិនបានម៉ួយថ្មីកំពុងរៀបផែនការស៊ីម៉ួយថ្មីដូចអញដែរមែន និយាយហ្នឹងបានន័យថាម៉េចខ្ញុំកំពុងនិយាយការងារស្នា អធិស្ឋានអូនមានបញ្ហាអីដោះស្រាយគ្នាឲ្យចប់សិនដោះស្រាយចប់ចាំនិយាយគ្នាត ខ្ញុំកັບកែងស៊ីពីលើក្បាលស្នាឯងគេនិយាយស្រួលបួលមើល ឯងបាច់ចាំធ្វើភ្លើទេអញអត់ទៅស្មានតែស្រាវដល់ថ្នាក់ហ្នឹងទេអាសារ៉ូអញខំរាប់អានឯងដូចបងដូចប្អូនតែចុងក្រោយឯងធ្វើដល់អញដល់ថ្នាក់ហ្នឹងលុយអញអត់ស្ដាយទេតែអញស្ដាយទឹកចិត្តដែលអញខំរាប់អានឯង ចង់និយាយថាខ្ញុំធ្វើឃ្លាំងឲ្យបងឯងហើយខ្ញុំកັບស៊ីពីលើក្បាលស្នាឯងមែន គេប្រាប់អញអស់ហើយឃ្លាំងអញប៉ុណ្ណឹងធ្វើអត់អស់ប៉ុណ្ណឹងទេតែហើយនេះមនុស្សរាប់អានគ្នាមនុស្សទុកចិត្តគ្នាឯងស៊ីពីលើអញមួយសឹងជាពីរ ឃ្លាំងធ្វើឲ្យគ្រាន់តែគេប្រាប់មួយម៉ាត់ពីរម៉ាត់បងឯងជឿគេស្លងអញ្ចឹងទៅអត់មានខួរក្បាលគិតពិចារណាខ្លះទេអី ក្មេងក៏វាចេះគិតដែរឃ្លាំងគេធ្វើធំជាងអញផងគេមិនអស់ដល់ថ្នាក់ហ្នឹងទេឥឡូវនេះហើយមានស្អីបកស្រាយទៀតហើយនិយាយមក ចុះពេលមុនធ្វើខ្ញុំបានបកស្រាយបញ្យល់បងឯងអស់ហើយតាបើសិនជាបងឯងចង់បានឃ្លាំងមាំមានគុណភាពល្អ បានហើយមិនបាច់លើកហេតុផលគុណភាពល្អមាំស្អីជាមួយអញទេអញហត់នឹងមើលការសម្ដែងរបស់ឯងណាអាសារ៉ូការសម្ដែងរបស់ឯងល្អមើលទៅនៅមុខវាំងននទេពេលវាំងននការពិតបើកចេញមកនេះគឺវាលែងល្អមើលហើយដោយសារតែវាឃើញសន្តានរបស់ឯងហ្នឹងអញវាល្អើមទទួលស្គាល់អញអត់មានភ័ស្តុតាងអីបកកាយប៉ណ្ដឹងជាមួយឯងបានទេតែអញគ្រាន់តែប្រាប់តែឯងស៊ីកម្លាំងយកឈាមអញប៉ុណ្ណឹងគង់តែទទួលបានផលតនហនវិញទេលុយដែលឯងស៊ីពីលើអញហ្នឹងហែងលេបទៅតែតំណាក់តំណងទំនុកចិត្តរវាងហែងនឹងអញគឺលែងមានទៀតហើយពីត្រឹមថ្ងៃនេះតទៅណាគឺអញលែងរាប់អានប្រភេទមនុស្សហត់ទឹកសម្លឹងការដោយឯងទៀតហើយ ខ្ញុំមិនដឹងថាបងឯងស្ដាប់ពីខាងណាបើចង់និយាយអីនិយាយទៅព្រោះបើទោះបីជាខ្ញុំខំប្រឹងតាំងចិត្តបកស្រាយមិនក៏ដោយក៏ចិត្តបងឯងនឹងវារឹងត្អឹងមិនទទួលការបកស្រាយផងខ្ញុំឲ្យស្រាយបាត់ហើយ អើយទៅមិនបាច់បកស្រាយប្រាប់អញទេទុកកម្លាំងឯងបកស្រាយប្រាប់បងប្អូននៅក្នុងបណ្ដាញសង្គមមើល ខ្ញុំទទួលស្គាល់ថាឥឡូវបងឯងកំពុងខឹងប៉ុន្តែមិនមែនបានន័យថាបងឯងខឹងនឹងបងឯងធ្វើអីបានស្រាយចិត្តទេប្រើសិទ្ធបងឯងឲ្យនៅក្នុងរង្វង់មួយផងបងឯងកុំឲ្យវាប៉ះពាល់ដល់អ្នកដទៃ ហើយចុះឯងខ្លាចអីបើឯងអត់ខុសទេឯងភ័យទៅអីខ្ញុំមកបងប្អូនខ្ញុំអត់ដែលចេះឈឺចាប់អីខ្លាំងដោយអាមនុស្សក្បែរខ្លួនខំទុកចិត្តនេះក្បត់ខ្ញុំទេបោកខ្ញុំឡើងសាហាវខំទុកចិត្តគេឲ្យគេធ្វើឃ្លាំងឲ្យគេរាយថ្លៃចំណូលចំណាយមកឡើងតំណងខ្ញុំអត់តអត់មាត់ទេពេលដែលធ្វើឃ្លាំងខ្ញុំហើយម៉ែហើយតម្លៃថ្លៃជាងគេមួយសឹងគុណជាពីរហើយរឿងដែលចម្លែកដែលខ្ញុំតាមតាន់មុនធ្វើឃ្លាំងខ្ញុំគេជីឡានធម្មតាទេតែពេលដែលធ្វើឃ្លាំងខ្ញុំហើយគេមានលុយទិញឡានគេមានលុយទិញផ្ទះគេមានលុយទិញដីរួចទៅពីយូរពីយ៉ាងហើយហេតុតែក៏មិនទិញគ្រាន់តែធ្វើឃ្លាំងខ្ញុំហើយនឹងវាទិញវាចាយដន់ទេបងប្អូនគិតមើលចម្លែកទេចម្លែកចាត់ទុកតែខ្ញុំល្ងងចោះព្រោះខ្ញុំនេះភ្លើខ្ញុំអត់ដឹងរឿងទេខាងអស់ហ្នឹងតែឥឡូវបើសិនជាបងប្អូនជាខ្ញុំសួរអារម្មណ៍បងប្អូនវិញតើបងប្អូននៅរាប់អានមនុស្សបែបហ្នឹងទៀតអត់ហើយបើសិនជាថ្ងៃក្រោយមានការងារតើបងប្អូននៅហ៊ានតម្លាក់ការងារឲ្យបុគ្គលម្នាក់នឹងធ្វើទៀតអត់ហើយកុំថាខ្ញុំនិយាយអត់មានភ័ស្តុតាងខ្ញុំអត់ខ្លាចនឹងបង្ហាញរូបម្នាក់នឹងឲ្យបងប្អូនស្គាល់ទេខ្ញុំតម្លាក់រូបម្នាក់នឹងក្នុងខមមិនហើយតម្លាក់តាំងតារាងចំណាយឲ្យបងប្អូនមើលហើយបងប្អូនជួយគិតពិចារណាទាំងអស់គ្នាស្រូវបើ Facebook មើលនោះស្នាគាត់និយាយស្អីចាត់ទុកតែខ្ញុំល្ងងចោះព្រោះខ្ញុំនេះភ្លើខ្ញុំអត់ដឹងរឿងទេខាងអស់ហ្នឹងតែឥឡូវបើសិនជាបងប្អូនជាខ្ញុំសួរអារម្មណ៍បងប្អូនវិញតើបងប្អូននៅរាប់អានមនុស្សបែបហ្នឹងទៀតអត់ហើយបើសិនជាថ្ងៃក្រោយមានការងារត
តើបងប្អូននៅហ៊ានតម្លាក់ការងារឲ្យបុគ្គលម្នាក់នឹងធ្វើទៀតអត់ ស្គាល់ហើយរសជាតិរស់ស៊ីជាមួយអ្នកស្គាល់គ្នាចេតនាចង់ឲ្យគេល្អតែអ្នកផ្សេងផ្លុំតិចបញ្ចេញបញ្ចូលតែបន្តិចយើងទៅជាតួអាក្រក់ភ្លាមមុខមាត់កិត្តិយសគេឈ្មោះស្មោះត្រង់ខំប្រឹងសាងរាប់ឆ្នាំត្រូវមកលាយមកអំពេចដូចអំបិលត្រូវទឹក បងស្នាសួរតិចមើលឃ្លាំងម៉ែឯងធ្វើហ្នឹងភ្លៀងឯមុនមានលិចមានអីអត់ អត់ផង អូយបងហើយបងប្អូនខ្ញុំភ្លៀងលិចគ្រប់កន្លែង ហាបើលេចអញ្ចឹងមិនខ្ទេចអីវ៉ាន់អស់hếtទេចឹង ខ្ទេចសឹងទាំងអស់បងអើយទឹកហូរស្រក់តាមដបូលមកចំកន្លែងណាមិនចំសិតតាំងអង្គហើយកដាស់អស់អាលីងហ្មងថែមជាងដាក់ដែកអន់កន្លែងខ្លះឆេះកន្លែងខ្លះទៀតបាក់សុតហ្មងហ្នឹងណាបញ្ហាហូបកោះអាត្រូវធ្វើឃ្លាំងថ្មីនេះផងអាខូចខាតអាវ៉ាន់នេះអស់ផងខាតអស់រាប់ម៉ឺនអាណិតប្អូនខ្លោចចិត្តបងហើយតែសាណាឃ្លាំងម៉ែឯងអត់អីណា យើងប្រើដៃប្រើស័ង្កសីដែលល្អទៅវត្ថុធាតុដើមផងយើងល្អឃ្លាំងយើងក៏ល្អតាមនឹងដែរ ដែកទីផ្សារ ASI និងស័ង្កសី ASI ភ្លីកឹប908ជាជម្រើសដ៏ល្អបំផុតសម្រាប់ការសាងសង់ដែលបងប្អូនទុកចិត្តបាន ឃ្លាំងបងអត់មានបញ្ហាអីទេអូនអើយភ្លៀងក្តៅអីធម្មតា កម្មតែខាងប្អូនខ្ញុំទៅអញ្ចឹងបងបាញ់ចាំជួយឲ្យលេខជាងđểធ្វើឃ្លាំងបងឯងថ្ងៃមុនផងខ្ញុំចង់ឲ្យគាត់មកជួយមើលឲ្យតិច លេខបងមានប៉ុន្តែខានតាក់តងយូរហ្នឹងបងអត់ដឹងថាតាក់តងបានអត់ទេតែចាំបងឲ្យ រឿងឯងធ្វើឃ្លាំងឲ្យអញស៊ីពីលើក្បាលអញហ្នឹងឯងកុំគិតថាអញមិនដឹងឥឡូវមិនបានម៉ួយថ្មីកំពុងរៀបផែនការស៊ីម៉ួយថ្មីដូចអញដែរមែនពីត្រឹមថ្ងៃនេះតទៅហ្នឹងគឺអញលែងរាប់អានប្រភេទមនុស្សហត់ទឹកសម្លឹងការដូចឯងទៀតហើយមិនបាច់បកស្រាយប្រាប់អញទេទុកកម្លាំងឯងបកស្រាយប្រាប់បងប្អូននៅក្នុងបណ្ដាញសង្គមហើយ បើឯងមានការអីទៀតមែន ថាហៅមកជួបបាយនិយាយរឿងឃ្លាំងបន្តិចហ្នឹង រឿងឃ្លាំងហ្នឹងអត់ទាន់ចប់ទៀតអត់ទាន់អស់ចិត្តអីដែលបងឯងទៅបំបាក់មុខខ្ញុំមុខភ្ញៀវថតខ្ញុំយកទៅបង្ហោះក្នុងបណ្ដាញសង្គមឲ្យគេរិះគន់គេជេរគ្រប់សពហ្នឹងអត់ទាន់គ្រប់ទៀតមែន មិនចឹងទេឯងគ្រាន់តែមកចង់សុំទោសដោយសារលើកមុនហ្នឹងឯងវាមួម៉ៅពេកខឹងខ្លាំងចឹងទៅធ្វើអីអត់បានគិតទៅស្រោ ខ្ញុំស្ដាប់ច្រឡំមែនហើយក៏តិចខ្ញុំមានបញ្ហាសុំទោសសុកនឹកឃើញស្អីទៀតហើយតាមមិនតាន់ទេលោកអើយម្ដងខ្មោចចេញម្ដងខ្មោចចូលពេលណាកំរោលទៅចាប់ឈ្នះអូសង្ស័យមើលទៅថ្ងៃហ្នឹងតាណាបែបមានណាគេផ្លុំតិចទៀតហើយខាងណាផ្លុំតិចហ្នឹងវាគ្មានពេលណាគេផ្លុំតិចទេតែគ្រាន់ថាលទ្ធផលវាឃើញជាក់ស្ដែង ដូចឃ្លាំងសរោឲ្យធ្វើឲ្យអញហ្នឹងវាថ្លៃជាងគេមែនប៉ុន្តែវាមានគុណភាពហើយអញឃើញហើយអាឃ្លាំងដែលគេធ្វើអស់តិចហ្នឹងគ្រាន់តែភ្លៀងហូរមកហ្នឹងទឹកចូលតាមសាំងសីសើមខូចឲ្យបានចំខ្ទេចហើយបើនិយាយពីដែកវិញឡើងច្រេះខ្ទេចខ្ទីអស់ហើយបើគិតថ្លៃជួសជុលហ្នឹងអស់ចង់ច្រើនជាងថ្លៃធ្វើទៀតអញ្ចឹងហើយបានឃើញសរោហ្នឹងវាល្អវិញត្រូវអត់វានៅក្នុងន័យហ្នឹងហើយកុំថាខ្ញុំក្មេងហ្នឹងទៅបដៅបងឯងចាស់ មនុស្សសិតតែធំអស់ហើយគួរតែមានការគិតគួរតែមានចំហខ្លួនឯងកុំស្ដាប់សម្ដីគេហើយញាក់តាមខ្សែគេញាក់ខ្លាំងពេកកុំជឿតាមគេប្រាប់នឹងខ្លាំងពេកមិនបានន័យថាឲ្យតែមនុស្សស្គាល់គ្នារស់ស៊ីជាមួយគ្នាដឹងតែគេខ្សែលើដឹងតែគេកັບកេងប្រវាញ់ទេហើយអារឿងមនុស្សដែលមិនពាក់ព័ន្ធមនុស្សដែលមិនមែននៅក្នុងសាច់រឿងថ្ងៃណាអារម្មណ៍ដែលគេល្អគេនិយាយល្អថ្ងៃណាអារម្មណ៍គេមិនល្អគេមើលរឿងហ្នឹងទៅជារឿងអាក្រក់ កុំស្ដាប់សម្ដីគេដល់ថ្នាក់ល្ងឹតណាបងព្រោះការពិតណាវានៅតែការពិតអញ្ចឹងខ្ញុំរកស៊ីរាល់ថ្ងៃហ៎បងយកមុខមាត់យកកិត្តិយសខ្លួនឯងមករកស៊ីចង់ឲ្យមុខរបរនឹងវាបានទៅមុខយូរអង្វែងអញ្ចឹងហើយបានខ្ញុំព្យាយាមបញ្យល់បងឯងឲ្យបងឯងប្រើរបរល្អរបស់ដែលមានគុណភាពជាក់ស្ដែងដោយរឿងដែលបងឯងចោទខ្ញុំអញ្ចឹងខ្ញុំមិនបាច់ចាំបាច់ហត់បកស្រាយបកកាយជាមួយនឹងភាពល្ងងបកកាយជាមួយនឹងកំហឹងបងឯង
ពេលវេលាវាធ្វើឲ្យបងឯងភ្លឺភ្នែកអញ្ចឹងហ្មងគិតបច្ចេះទៅវិញបើខ្ញុំរកស៊ីដោយបងឯងចោតខ្ញុំមែនសួរថាមុខរបរខ្ញុំឈរជើងមកដល់សប្ថ្ងៃហ្នឹងអត់ អើយតោះអញដឹងហើយចាត់ទុកតែអញសុំទោសលើកមុនអញខុស ពាក្យសុំទោសវាស្រួលនិយាយទេមិនស្នាប៉ុន្តែគិតបកត្រឡប់ទៅវិញរឿងអីខ្លះតែមិនស្នាឯងធ្វើដាក់ខ្ញុំអំបាក់មុខខ្ញុំនៅមុខភ្ញៀវទី2មិនស្នាឯងទៅបកស្រាយនៅក្នុងបណ្ដាញសង្គមបង្ហាញឲ្យគេមើលមកថាខ្ញុំមនុស្សអាក្រក់បញ្ហាផ្លូវចិត្តមកតង់ទៀតអ្នកល្មមគេឆ្លងអត់ផុតទេមិនស្នាប៉ុន្តែអានេះដោយសារតែខ្ញុំផ្លូវចិត្តរឹងមាំខ្ញុំតែងតែប្រាប់ខ្លួនឯងថាឲ្យតែយើងមានភាពស្មោះត្រង់យើងនៅតែឈរជើងបានអញ្ចឹងហើយបានលទ្ធផលវាម្ដងអញ្ចឹងអានេះគ្រាន់តែខ្ញុំសំណូមពរមិនស្នាឯងបើសិនជាថ្ងៃក្រោយមានបញ្ហាអញ្ចឹងទៀតព្យាយាមដោះស្រាយបញ្ហានឹងមុខទល់មុខទៅកុំយកបណ្ដាញសង្គមធ្វើត្រីមុខអញ្ចឹង អើយតោះដឹងស្រូវហើយអរគុណណាស់ដែលយោគយល់អញ តែវាគ្មានស្អីទេឲ្យវាចប់ត្រឹមប៉ុណ្្នឹងទៅបញ្ហាហ្នឹង